ប្រុសហើយតែហេតុអីក៏ទៅដល់កន្លែងរបស់យើងអញ្ចឹងឬមួយគឺលៀនហ្វាងមានចេតនាសែងតុកនោះទៅបង្អួតអ្នកនាងរបស់ខ្ញុំហ៎គ្មានទេគេខ្ញុំត្រូវគេបោកប្រាស់ខ្ញុំអាចនិយាយជាមួយនឹងឆាងភូបានឆាងភូសន្លប់មកដល់ពេលនេះហើយមិនតាន់នឹងខ្លួនវិញទេយកទឹកជះយកភ្លើងដុតកាត់ម្រាមដៃរបស់គេចោលតែមើលថាគេស្លាប់ទៀតដែរទេឯងស្រែកអីហ្នឹងក្នុងផ្ទះអាចឲ្យឯងប្រើតនកម្មបានទៀតហីអ្នកស្រីឆាងភូមកដល់ហើយបើមិនដឹងខ្លួនទេមិនបាច់ដឹងខ្លួនទេអ្នកស្រីទុកជីវិតផងអ្នកស្រីខ្ញុំគឺអយុត្តិធម៌ណាអ្នកស្រីទុកជីវិតផងដឹកអ្នកខ្ញុំផងតែអ្នកស្រីអញទាំងពីរយកដំណើរដាំតងនៅក្នុងរឿងនេះយកនិយាយចេញមកអស់មកបើហ៊ានកុហកគឺច្បាស់ជាមិនលើកលែងឲ្យឯងទេណាឆាប់ឡើងទៅសូបងស្រីលៀនហ្វាងអ្នកនាងធំកំពុងតែរងចាំពួកយើងទៀតផងអ្នកនាងនិយាយថាចង់ធ្វើតុកសភៅថ្មីតាំងពីពេលណាទៅពេលនេះតុកសភៅគឺលោកម្ចាស់ទី2ទុកឲ្យគាត់គឺគាត់រក្សាទុកខ្ញុំប្រមានឯងក៏និយាយផ្ដេសផ្ដាសបំផ្លាញរឿងល្អរបស់ខ្ញុំមិនសោះមិនក៏ពួកឯងប្រមាណអ្នកល្ងើម្លេះសែងអាចាស់នោះចេញមកឆាំងភូថ្ងៃនេះក្រែងអ្នកនាងតាមអ្នកស្រីធំទៅទៀមហើយហ៎ណែមិនក៏ខ្ញុំភ្លេចរឿងនេះអញ្ចឹងប៉ុន្តែមិនអីទេពេលអ្នកនាងមកដល់ចាំមើលក៏ដូចគ្នាដែរអ្នកនាងទី4រងចាំតុកសភៅផងជាល្អថ្ងៃក្រោយមកតាមអ្នកខ្ញុំនិយាយស្ដីដល់វេនឯងលោកបាត់តាំងពីពេលណាទៅឆាំងភូអញវាយជួយអ៊ីធ្វើអីទៅយ៉ាងទៀតចូលអ៊ីក៏និយាយត្រូវដែរបើអ្នកនាងទី3មិននៅទៅហើយអញ្ចឹងខ្ញុំយកទៅវិញហើយពេលណាដែលអ្នកនាងទី3ចង់មើលតែមើលនៅក្នុងសំណាក់យើងក៏បានដែរមិនបាច់ទេពុំនោះទេបងស្រីទៅវិញសិនទៅតុកសភៅគឺទុកនៅទីនេះសិនចុះចាំពេលអ្នកនាងខ្ញុំមើលរួចចាំយកទៅវិញយ៉ាងម៉េចដែរហេតុនេះមិនមែននាងចង់ដណ្ដើមវត្ថុរបស់យាយ៉ានោះទេតែយាយ៉ាគឺចង់ដណ្ដើមចើរបស់នាងទៅវិញតែផ្ដាស់ស្អីហ្នឹងអ៊ំស្រីសត្វតែជាកំហុសរបស់ខ្ញុំស្មានមកដល់ថាអ្នកបំរើរបស់ខ្ញុំបែរជាធ្វើទាំងវើដែរមិនត្រឹមត្រូវបែបនេះខ្ញុំមិនដឹងនោះទេនៅទីនេះខ្ញុំសុំទោសនាវនឹងបងទី2បងទី3ចាស់ណាយ៉ាងចាប់តាំងពីព្រឹកមិញមកតើឯងនៅជាមួយនឹងអ៊ំរឿងនេះមានអីតាក់ទងនឹងឯងទៅព្រឹកមិញនាងក៏តែហាត់អក្សររហូតដែររឿងនេះមានអ្វីតាក់ទងនឹងគេទៅអ្នកបំរើទាំងសងខាងគឺសុទ្ធតែខុសទាំងអស់ឆាំងភូយ៉ាងយកទុកសភៅនោះឬក៏អត់គេចេះគិតហើយចាំបាច់ឲ្យឯងសម្រាប់ចិត្តខ្លួនឯងដែរទេលៀនហ្វាងនាវឲ្យឯងទៅយកតុកសភៅគឺទៅយកតុករត់លិចរត់កាត់បង្អួតអីទៅពេលនេះព្យុះភ្លៀងមួយនេះកាត់ឡើងហើយគឺព្រោះតែពួកឯងត្រូវតែពិន័យឲ្យបានល្អអ្នកស្រីនិយាយត្រូវណាមកពីខ្ញុំអប់រំមិនបានល្អទៅវិញខ្ញុំនឹងអប់រំឆាំងភូឲ្យបានល្អអ៊ំស្រីអត់ចេះស្រ័យផងគឺខ្ញុំមិនបានអប់រំអ្នកបំរែបានល្អចាំបន្ទោសគួរតែបន្ទោសខ្ញុំចាស់រឿងនេះមិនតាក់ទងនឹងឯងទេអ៊ំក៏ដឹងថាពេលធម្មតាឯងរវល់យ៉ាងនេះការគ្រប់គ្រងធូររលុងជារឿងធម្មតា
ឯងមិនបាត់ទុកនៅក្នុងចិត្តទេឯងស្អីទៅខ្ញុំសាយរឿងនៅក្នុងថ្ងៃនេះពិតជាអស់សំណាច់មែននាងហ្វាងឯងដឹងថាឯងខុសត្រង់ណាស់ដែរទេគឺខ្ញុំអត្តនោម័តដល់ខ្លួនឯងខ្ញុំគឺចូលចិត្តភាពអត្តនោម័តដល់ខ្លួនឯងរបស់ឯងអត្តនោម័តខ្លួនឯងក៏ត្រូវតែបែងចែកជារឿងអ្វីដែរឧទាហរណ៍ខ្ញុំឲ្យឯងទៅផ្សារខាងកើតទិញទឹកសណ្តែករឿងមួយណាដែលឯងអត្តនោម័តដល់ខ្លួនឯងទៅដាស់ផ្លូវមួយណាទៅទៀមមួយណារើសយកទឹកសណ្តែកដែលឯងយល់ថាឆ្ងាញ់ជាងគេរឿងមួយណាដែលឯងមិនអត្តនោម័តដល់ខ្លួនឯងបានទៅឯងមិនអាចយកទឹកសណ្តែកដែលខ្ញុំទិញចែកឲ្យអ្នកផ្សេងពាក់កណ្ដាលបានទេក៏មិនអាចសម្រេចថាខ្ញុំត្រូវកាត់ទឹកសណ្តែកអត់ដែរយល់ហើយនៅចាខ្ញុំមិនធ្លាប់បនិយាយឯងមិនដឹងថាឯងដាក់បនិយាយយ៉ាងម៉េចទេឯងស្ដាប់តាមអ្នកម៉ែទៅចុះទៅវិញរៀបចំចុះទីនេះមានខ្ញុំហើយចាឯងមកនេះចាឆាំងភូលៀនហ្វាងមិនមែនតែយកតុកសៀវភៅម្នាក់ឯងទេគេគឺបាននាំអ្នកបំរើប្រមាណអ្នកទៅជាមួយគ្នាឯងតែម្នាក់ឯងច្បាស់ជាខាត់ពួកគេមិនជាប់ទេហេតុនេះឯងក៏ហៅបងប្អូនរបស់ឯងមកឡោមព័ទ្ធគេជាមួយគ្នាអញ្ចឹងអញនិយាយប្រាប់បងប្អូនទាំងអស់នេះយ៉ាងម៉េចដែរទេនិយាយថាឆាប់ខាត់ពួកគេទៅកុំយកតុកសៀវភៅដែលអ្នកប្រុសទី3ឲ្យអ្នកនាងទី4នោះទៅអីឬមួយក៏នេះជាតុកសៀវភៅរបស់អ្នកនាងខ្ញុំមិនឲ្យពួកឯងយកទៅទេខ្ញុំគ្រាន់តែឯងអាចធ្វើពិតជាស្លាប់បានតែបងប្អូនអ្នករួមគ្នាវាយតប់លៀនហ្វាំងទាំងនោះមិនបានស្លាប់ទេចាប់ម្នាក់មកសួរចម្លើយទៅគឺអាចដឹងច្បាស់ហើយខ្ញុំចង់ដឹងថាមនុស្សទាំងនេះពិតជាមិនដឹងរឿងត្រូវឯងបោកប្រាស់មិនឬក៏ដឹងច្បាស់ហើយនៅធ្វើទៀតយកតុកសៀវភៅមួយមកបំបែកបំបាក់សាច់ញាតិគេទៅកុំបង្ខំគេពេកអីឯងស្ដីឲ្យលៀនហ្វាងហើយអ្នកបំរើរបស់យ៉ាងគឺទុកឲ្យគេស្ដីឲ្យខ្លួនឯងចាស់ល្អស្ដាប់តាមអ្នកម៉ែចុះបញ្ចប់ត្រឹមនឹងចាស់កំហុសរបស់អ្នកបំរើមិនពាក់ព័ន្ធជាមួយអ្នកនាងទេតុកសៀវភៅគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះឲ្យទៅអ្នកណាគឺឲ្យទៅអ្នកនោះបងប្អូនពួកឯងគឺត្រូវស្រស់ស្រួលគ្នាក៏មានបញ្ហាសោះអរគុណដែលអ្នកស្រីជួយនិយាយចំនួនអ្នកនាងទី4មានបងប្រុសទាំង3អ្នកចាំជួយអាណិតអ្នកនាងខ្ញុំទុនខ្សោយម្នាក់ពួកយើងដែលជាអ្នកបម្រើគឺខ្លាចអ្នកនាងត្រូវគេធ្វើបាបហេតុនេះអ្វីដែលអ្នកនាងទី4មានពួកយើងគឺយល់ថាក៏ត្រូវតែយកមកឲ្យអ្នកនាងមួយចំណែកដែរទើបធ្វើខុសកំហុសបែបនេះសំអ្នកស្រីអនុគ្រោះផងយ៉ាងត្រូវគេធ្វើបាបត្រង់ណាទៅនាងសម្ដៅទៅលើអ្វីទៅបងប្អូនគ្រួសារឆេងជាសាច់ឈាមបង្កើតជាង10ឆ្នាំម្នេះស្និទ្ធស្នាលនឹងគ្នាណាស់មិនដែលបែងចែកគ្នាទេនាងនិយាយពាក្យនេះគឺចង់បំបីបំបាក់សាច់ឈាមគ្រួសារឆឹងហ៎គឺអ្នកណាអប់រំនាងទៅគឺគ្រួសារកើហ៎ខ្ញុំមិនហ៊ានទេខ្ញុំគ្មានបំណងបែបនេះទេហ៊ាននិយាយពីរឿងម្ចាស់ផងហ៎សេណាបានហើយរឿងនេះបញ្ចប់ត្រឹមនឹងទៅដើមឡើយក៏រងចាំអ្នកម៉ែស្ដីបន្ទោសមេដោះអ្នកណាដឹងថាចាំពាក្យមួយឃ្លាននេះបើបែបនេះគួរតែពឹងលើខ្លួនឯងវិញអ្នកម៉ែពិតជាយល់ថាមេដោះចាំម្នាក់នេះពិតជានិយាយត្រូវមែនណាបើគេនិយាយត្រូវខ្ញុំនឹងបងប្រុសគឺត្រូវស្ពាយទោសមួយដែលធ្វើបាបបងប្អូនចំនួនមួយហើយអ្នកម៉ែ
គិតមើលម្ដងទៀតទៅបើគេនិយាយខុសគឺឆាប់ដាក់ពីនៃគេកាយកំហុសវិញទៅអញហ៊ានប្រឆាំងផងហ៎អ្នកម៉ែប្រឆាំងគឺមានទូធំណាអ្នកម៉ែមេដោះនេះនិយាយពាក្យប្រហើនយ៉ាងនេះក៏មិនពិន័យដែរហេតុអីក៏ម៉ែនិយាយពាក្យធ្ងន់យ៉ាងនេះដាក់សៀវសាអញ្ចឹងម៉ែថានេះមិនប្រថុយទេមួយជីវិតនេះនឹងត្រូវគេគៀបសង្កត់អស់មួយជីវិតខ្លាចមុខខ្លាចក្រោយរើខ្លួនមិនរួចជារឿងរហូតនាងដឹងថាហេតុអីអ្នកម៉ែមិនពិន័យនាងដែរទេនាងពិតជាស្មានថាព្រោះតែនាងល្ងងខ្លៅដែលតាំងខ្លួនជាអ្នកឆ្លាតឯនេះមែនទេគឺព្រោះតែមុខមករបស់បងចរុនមួយពួកនេះសុទ្ធតែនិយាយថាបងប្រុសលំអៀងចិត្តមកលើខ្ញុំនោះគឺព្រោះតែអ្នកស្រីធំគ្រួសារឆាំងលំអៀងចិត្តទៅរកបងចរុនមួយមុនអមអញមិនមែននិយាយថាកំហុសរបស់អ្នកបំរើមិនគួរណាស់ទម្លាក់លើខ្លួនអ្នកនាងទេហេតុផលបែបនេះមែនតែហេតុអីក៏លៀនហ្វាងធ្វើខុសហើយអ្នកម៉ែមិនសួរឲ្យច្បាស់សិនក៏ហៅខ្ញុំមកស្ដីបន្ទោសភ្លាមសន្មតថានេះជាកំហុសរបស់ខ្ញុំអញ្ចឹងចោះពេលឆាំងភូខុសវិញនោះបងចរុនមួយគឺគ្មានកំហុសអ្វីទេនាងនិយាយតែតានេះគឺប្រតែអ្វីតែប្រតែសម្បីនាងក៏ដឹងថាអ្នកម៉ែស្រឡាញ់បងចរុនមួយដែរហេតុនេះនាងមិនបាច់បារម្ភពីអ្នកនាងរបស់នាងទេឲ្យតែមានម៉ែខ្ញុំនៅគ្រួសារឆាំងទាំងមួយមានអ្នកណាហ៊ានធ្វើបាបអ្នកនាងរបស់នាងទេឯងកំពុងតែបន្ទោសម៉ែអ្នកម៉ែយល់ថាពាក្យមិនពិរោះស្ដាប់ខ្ញុំពិតជាអាននិយាយពាក្យកុហកខ្លះបន្លំបានដែរហើយកូនចង្រៃឯងនេះកូនចង្រៃឯងនេះអ្នកបំរើអ្នកម៉ែកុំខឹងអីសិតតែកំហុសរបស់ខ្ញុំមកពីខ្ញុំគិតមិនបានមកចន់ទើបកើតមានកំហុសនាងនៅក្មេងហើយគឺគ្មាននរណាអប់រំតាំងពីតូចមកម៉ែកុំបន្ទោសគេអីឯងស្មានតែម៉ែមិនហ៊ានពីនៃឯងហ៎ព្រោះតែឯងធ្វើការអយុត្តិធម៌បើជូនតុកសភៅពីរព្រមគ្នាអាចមានរឿងបែបនេះដែរទេហេតុអីក៏ជាកំហុសបងប្រុសទៀតហើយអញ្ចឹងរឿងនេះបងប្រុសមិនខុសនោះទេហេតុអីក៏បងប្រុសចង់ជូនតុកសភៅមួយដល់ខ្ញុំអញ្ចឹងគឺព្រោះតែសម្ភារៈរបស់ខ្ញុំអន់តុកសភៅដែលខ្ញុំប្រើនៅពេលនេះគឺជារបស់ដែលក្មេងអាយុ3ឆ្នាំប្រហែលឆ្នាំប្រើបងប្រុសអាណិតស្រឡាញ់ខ្ញុំទៅយកតុកដែលខ្លួនឯងស្រឡាញ់ឲ្យមកខ្ញុំបងប្រុសក៏មិនបានចេញទៅធ្វើតុកថ្មីភ្លេចបងចរុនមួយដែរបងប្រុសបានធ្វើអ្វីខុសទេអ្នកម៉ែពេលនេះអសរដែលខ្ញុំចេះសិភៅដែលខ្ញុំបានមើលម្រាមដៃក៏អាចរាប់អស់ដែរម្យ៉ាងទៀតគ្រាន់តែជារបស់កូនក្មេងលេងប៉ុណ្ណោះអ្វីដែលបងចរុនមួយអាចរៀនបានគឺរៀនអស់ហើយអ្វីដែលបងចរុនមួយមិនទាន់រៀនម៉ែកំពុងតែអប់រំហើយបងចរុនមួយមានតុកសិភៅខ្ញុំមិនដែលមានទេអញ្ចឹងបាទខ្ញុំសួរម៉ែពេលនេះក្នុងដៃរបស់អ្នកម៉ែមាននំស្រូវសាលីដែលមិនអាចចែកគេមួយដុំបាននៅចំពោះមុខម៉ែមានមនុស្សពីរនាក់ម្នាក់ចិត្តដាច់ពោះស្លាប់ម្នាក់គឺឆ្អែត7 8ភាគម៉ែអាចឲ្យទៅអ្នកណាម៉ែប្រាប់ខ្ញុំមកឬមួយម៉ែអាចប្រាប់មនុស្សដែលចិត្តដាច់ពោះស្លាប់នោះថាឯងត្រឹមបន្តិចទៀតទៅចាំពេលខ្ញុំមាននំពីរហើយចាំចែកឲ្យឯងម្នាក់មួយយុទ្ធធម៌ដែលម៉ែមើលមកដូចជាយុទ្ធធម៌នេះពិតជាយុទ្ធធម៌មែនទេឬក៏ប្រើឈ្មោះថាយុទ្ធធម៌ធ្វើរឿងដែលលំអៀងចិត្តទេអ្នកម៉ែចង់ពិន័យនាវគឺពិន័យទាំងខ្ញុំចុះតែមានខ្ញុំទៀតខ្ញុំក៏ព្រមទទួលពិន័យដែរនៅមានខ្ញុំទៀតអាយហើយអ្នកបងខ្ញុំដូចជាឈឺពោះទៀតហើយថ្នាំលើកមុននោះនៅមានទៀតអត់ទេឆាប់ឡើងឆាប់ទៅយកឲ្យខ្ញុំពីរគ្រាប់មកឆាប់ឡើងអូយ
ថ្ងៃនេះអ្នកបងអងអាយខ្លាំងណាស់ធ្វើខ្ញុំភ្ញាក់អាយខ្លាំងណាស់ លែងឈឺពោះហើយអីបងអង្គអាចឯងឯងមើលកូន